បាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះជាវីដេអូចុងក្រោយសម្រាប់ការណែនាំអំពីការប្រើប្រាស់ Kubo ហើយលើកនេះខ្ញុំនឹងជជែកអំពីការប្រើប្រាស់ Kubo នៅក្នុងប្រព័ន្ធទូរស័ព្ទ Android ឬក៏ Tablet អញ្ចឹងយើងចូលទៅ Kubo app ខ្ញុំសូមថយក្រោយឲ្យអស់សិនបាទអញ្ចឹងពេលយើងចូលដំបូងផុតគឺចេញមកបែបនេះហើយខ្ញុំបានធ្វើបច្ចុប្បន្នភាពគម្រោងសំណួរចុងក្រោយនៅក្នុង Kubo អញ្ចឹងដើម្បីទៅ download បានយើងចូលទៅ download form បាទ download form រងចាំប្រហែលជា1នាទីដើម្បីឲ្យ system ដំណើរការអញ្ចឹងយើងជ្រើសរើស form ចុងក្រោយគេដែលទើបតែបង្កើតឡើងនៅថ្ងៃហ្នឹងបាទគឺមួយនេះអញ្ចឹងយើងចូលមកយើងឃើញមាន form 2 form 1គឺនៅថ្ងៃទី21 form 1ទៀតគឺថ្ងៃទី24ដែលជា form ចុងក្រោយហើយយើងនឹងប្រើប្រាស់វាជាផ្លូវការសម្រាប់ការសម្ភាសអញ្ចឹងដើម្បីកុំឲ្យច្រឡំខ្ញុំចូលទៅលុប form មួយចេញពី Kubo បាទនៅពេលដែលយើងចូលទៅបំពេញកម្រងសំណួរតែម្ដងគឺយើងចុចទៅ form មួយគឺងាយស្រួលជាងមុនបាទអញ្ចឹងខ្ញុំចូលទៅ delete form blank form ខ្ញុំ delete form ថ្ងៃទី21ចេញទុកថ្ងៃទី24បាទយើងថយក្រោយយើងចូលទៅ start new form ហ្នឹងគឺជាពេលវេលាដែលយើងចាប់ផ្ដើមសម្ភាសក្រុមហ៊ុនបាទអញ្ចឹងយើងឃើញហើយ form នេះគឺជា form ថ្មីដែលខ្ញុំទើបតែធ្វើការបញ្ចូលនៅក្នុងប្រព័ន្ធបាទអញ្ចឹងយើងចាប់ផ្ដើមឆ្លើយទៅនេះគឺលេខរៀងហើយឈ្មោះសាលា TVET នៅខេត្តណាមួយជាអក្សរកាត់អីចឹងទៅឧទាហរណ៍បន្តមក01ចឹងទៅឈ្មោះបាត់ដំបងលេខទូរស័ព្ទការបច្ឆេទម៉ោងសម្ភាសឈ្មោះប្រធានក្រុមបាទហើយតបមកលេខទូរស័ព្ទរបស់គាត់ការបច្ឆេទរបស់គាត់ត្រួតពិនិត្យកន្លែងនេះយើងអាចបំពេញអីចឹងទៅហើយឈ្មោះប្រធានក្រុមនេះគឺសំដៅទៅលើក្រុមការងារដែលចុះពីភ្នំពេញហើយនិងមន្ត្រីថាក្រសួងដែលគាត់ចុះទៅជួយត្រួតពិនិត្យបាទលេខទូរស័ព្ទរបស់គាត់លូតមកអូតូការកំណត់យើងសរសេរអីចឹងទៅជាភាសាខ្មែរបាទអញ្ចឹងឈ្មោះភាសាសហគ្រាសជាភាសាខ្មែរតបមកឈ្មោះសហគ្រាសជាភាសាអង់គ្លេសយើងសរសេរត្រឹមត្រូវទៅដល់ពេលជាក់ស្ដែងបាទខ្ញុំថាគាត់នៅក្រៅតំបន់សេដ្ឋកិច្ចផ្ទះលេខរបស់គាត់ផ្ទះលេខ43ចឹងទៅផ្លូវលេខ12 BT ភូមិអីចឹងទៅបាទសង្កាត់កំណត់សម្គាល់ទីតាំងនេះនៅជិតក្រាសាំងការតិច500 ម៉ែត្រចឹងទៅបាទឧទាហរណ៍ឈ្មោះអ្នកដែលផ្ដល់សម្ភារឲ្យយើងភេទប្រុសមុខតំណែងរបស់គាត់អីគេចឹងទៅលេខទូរស័ព្ទរបស់គាត់យើងអាចវាយបាន10ខ្ទង់បើយើងវាយលើសពី10ខ្ទង់គឺ error បាទវាយទៅមុខទៀតបានហើយបាន10ខ្ទង់ហើយអញ្ចឹង097ហើយយើងអាចវាយបាន097 500 5000ចុះតបមក250ប្រហែលខ្ទង់ហើយ097អូខ្វះមួយលេខអញ្ចឹងកន្លែងនេះខ្ញុំសូមបញ្ជាក់ដែរបើសិនលេខ097យើងមិនចាំបាច់ដាក់0ពីមុខទេដោយសារខ្ញុំមិនចាំបាច់ទៅកែ form ភាសាទៀតដើម្បីកុំឲ្យយើងពិបាក download ច្រើនដងអញ្ចឹងយើងដាក់0ពីក្រោយវិញឬក៏លេខប្រហែលពីក្រោយទៅយើងធ្វើមិនយើងមិនចាំបាច់វាយ0ពីមុខទេបាទសម្រាប់លេខទូរស័ព្ទ097 email របស់គាត់បើសិនជាមានលេខទូរស័ព្ទការិយាល័យ012 355អីចឹងទៅបាទអានេះលេខឈ្មោះអញ្ចឹងទៅភេទមុខតំណែងរបស់គាត់អញ្ចឹងទៅលេខទូរស័ព្ទនេះ email អញ្ចឹងទៅលេខទូរស័ព្ទការិយាល័យ
យើងវាយលេខទូរស័ព្ទអញ្ចឹងណាខ្ញុំទៅមុខទៀតឈ្មោះសាក់គ្រាសគាត់បង្កើតនៅឆ្នាំណាតែ2019នៅក្នុងនេះគឺវិស័យទាំង10របស់ TVET ហើយបើសិនអត់នៅក្នុងវិស័យទាំង10ហ្នឹងទេយើងចុចផ្សេងអញ្ចឹងខ្ញុំថាសាក់វិស័យធុរកិច្ចចុះអានេះយើងបកស្រាយទៅសកម្មភាពគេធ្វើអីគេធុរកិច្ចវាអាចចូលសកម្មភាពស្នាក់នៅធុរកិច្ចខ្ញុំថាធុរកិច្ចរបស់គាត់ដូចជាមិនត្រូវទេធុរកិច្ចព័ត៌មានវិទ្យាអញ្ចឹងខ្ញុំ select យកព័ត៌មានវិទ្យាវិញពីព័ត៌មានវិទ្យាវាស្ថិតនៅក្នុងអក្សរ J ធុរកិច្ចព័ត៌មានវិទ្យាថាតកតងធុរកិច្ចទូរគមនាគមន៍ផ្សេងចុះសកម្មភាពផ្សេងអញ្ចឹងទៅហើយតមកនៅក្នុងហ្នឹងវាមានសកម្មភាពកុំព្យូទ័រខ្ញុំយកកុំព្យូទ័រតមកខ្ញុំអាចទៅមុខទៀតបានខ្ញុំឆ្លើយសំណួរហ្នឹងអញ្ចឹងទៅបាទអានេះយើងបញ្ជាក់ចំនួនបុគ្គលិកជាក់លាក់មក45អានេះយើងដាក់25%វាយលើស 100% អត់បានទេឥឡូវពីមុនយើងវាយបានតែឥឡូវអត់ទេយើងវាយបាន error បាទអញ្ចឹងអាចបានក្រោម 100% មិនចាប់អារម្មណ៍ជាដៃគូសហការរបស់មិនមែនជាដៃគូសហការរបស់ TVET ទេសំណួរថ្មីដែលយើងទើបតែបង្កើតបាទសំណួរនេះហើយសំណួរនេះយើងបន្ថែមពីព្រោះអីមានការលើកឡើងថាពេលខ្លះក្រុមហ៊ុនរបស់គាត់នឹងស្ថិតនៅក្នុងវិស័យដែល TVET ប្រកបដាប៉ុន្តែដល់ពេលយើងទៅសម្ភាសទៅអាការងារជំនាញហ្នឹងគេអត់ត្រូវការជ្រើសរើសទេអញ្ចឹងយើងដាក់ជំរើសមួយទៀតគឺมันមានតម្រូវការការងារឬក៏មិនដឹងអញ្ចឹងគឺបើសិនគាត់ចុចលើហ្នឹងគឺយើងលំលងតម្រូវការការងារនៅហ្នឹងហើយយើងចូលទៅ part C តែម្ដងប៉ុន្តែបើសិនគាត់ថាគាត់មានតម្រូវការការងារអញ្ចឹងយើងនឹងសួរ detail នៅក្នុងចំណោមទាំងប្រហែលជំនាញហ្នឹងគាត់ត្រូវការផ្នែកអីគេគាត់ថាគាត់ត្រូវការសេវាកម្មកុំព្យូទ័រអញ្ចឹងទៅត្រូវការអ្នកបច្ចេកទេសផ្នែកព័ត៌មានវិទ្យាបាទអញ្ចឹងយើងទៅលេខ1អញ្ចឹងទៅគាត់ជ្រើសរើស25នាក់0 2027ថាគាត់រើស200នាក់ជាងអញ្ចឹងទៅស្ត្រីយើងអាចវាយលើសយកចំកន្លែងនេះដូចជាកែតម្រូវអីទៅមិនក៏វាយលើសបានអញ្ចឹងណាអានេះសូមកត់សម្គាល់ផងយើងត្រូវធ្វើម៉េចដាច់ខាតក្រម 100% ឲ្យវាយក្រម 100 ណាចឹងកន្លែងនេះចាំមើលខ្ញុំកែតម្រូវបន្តិចទៀតធ្វើម៉េចកុំឲ្យយើងវាយរហូតដល់500ចឹងបាទត្រូវទៅវាយឲ្យបានក្រម 100% ជំនាញប្រាក់ខែជាម្ជុំ$250ចឹងទៅអានេះ add another ដូចតែគ្នាយើងគាត់ថាអត់លោតមកហ្នឹងអញ្ចឹងបើយើងអត់មានការងារផ្សេងទៀតដែលត្រូវ add ទេយើងចុច cancel បាទប៉ុន្តែបើមានយើងចុច add ឃើញអានេះយើងចុច add ទៅវាចូលក្រុមទី2បាទឧទាហរណ៍អញ្ចឹងវាមាននេះឲ្យយើងរើសទៀតប៉ុន្តែបើអ្នកទាំងអស់គ្នាច្រឡំ add ច្រឡំហើយយើងអាចលុបវាបាននេះយើងចុចអាកន្លែងសញ្ញាក្បែរសញ្ញាលេខបូកនៅខាងស្ដាំ